ការធ្វើដំណើរពេលយប់គឺជាចំណង់ចំណូលចិត្តមួយហើយសម្រាប់ខ្ញុំឥឡូវទៀតហើយចេញដំណើរពីភ្នំពេញល្ងាចម៉ោង5ជាងមករតនគិរីការធ្វើដំណើររបស់ខ្ញុំគឺដោយការប៉ុណ្ណឹងឡានអញ្ចឹងមិនមែនតែប៉ុណ្ណឹងជាមួយនរណាគេទេគឺប៉ុណ្ណឹងជាមួយពេលវេលាហ្នឹងខ្ញុំនៅចាំបានថាកាលពីប្រហែលឆ្នាំមុនស្នេហាណាត់ជួប countdown នៅសៀមរាបល្ងាចហើយបានប្រាប់មានណាតម្រង់ទៅរៀបចំហើយម៉ោង6បានចេញពីរតនគិរីទៅសៀមរាបក្រុងគឺឲ្យតាន់ countdown ទីបំផុតគឺខ្ញុំតាន់មែនគាត់ដើរទៅដល់សៀមរាបចតឡានជួបហានីភ្លាមគេបាញ់កម្មជ្រួចផ្លែឥឡូវហ្នឹងក៏អញ្ចឹងដែរតាមកម្រងគឺធ្វើមិនឲ្យមកដល់ផ្ទះម៉ោង12យប់ខ្ញុំមិនជាចូលចិត្តការបើកឡានប្រហែលទេប៉ុន្តែគ្រាន់តែថាពេលធ្វើដំណើរបើសិនជាខ្ញុំអត់បានបើកឡានទេគឺខ្ញុំដេកហើយអញ្ចឹងទេបើមិនចង់ដេកទេគឺត្រូវបើកឡានហើយពេលបើកឡានមិនក៏ងុយដេកដូចជិះធម្មតាទេហេរាល់ពេលដែលធ្វើដំណើរខ្ញុំអត់សូវជាឈប់ច្រើនដងប្រហែលទេតែអ្វីដែលមិនអាចភ្លេចបានគឺការលុបមុខខ្ញុំឈប់គឺពេលដែលចង់លុបមុខឬក៏បត់ជើងតិចតួចតែប៉ុណ្្នឹងឯងដូចនេះចឹងខ្ញុំមកដល់កញ្ចេះម៉ោង 8:45 ហូបអីតិចតួចចាយពេលអស់10នាទីជាងម៉ោង 9ក៏បន្តដំណើរទៅមុខទៀតធ្វើដំណើរពេលយប់តែឯងវាមិនជាអីទេគ្រាន់តែថាឯកាបន្តិចព្រោះនៅលើឡានមានតែឯងអញ្ចឹងណាតែអ្វីដែលសំខាន់ល្បឿនគឺយើងអាចកំណត់បានយើងជន់តាមចិត្តដែលយើងគិតថាវាមានសុវត្ថិភាពសម្រាប់ខ្លួនឯងប៉ុណ្ណឹងជាមួយពេលវេលាមិនជាស្រួលប្រហែលទេយើងត្រូវគ្រប់គ្រងពេលវេលាឲ្យបានកុំឈប់ច្រើនហើយកុំឈប់យូរពេកដោយលើកនេះអញ្ចឹងយើងធ្វើបានយើងបានមកដល់គោលដៅមុនពេលកំណត់គឺមកដល់ម៉ោង 11:30 នាទីលើសពីការរំពឹងទុករបស់យើងដែរ